ការងារទាំង5ដែលអាចអ្នកតគ្នារកលុយបាននៅក្នុង server ហើយវាក៏ជាកូនសោសំខាន់ក្នុងការប្រកួតប្រជែងសេដ្ឋកិច្ច best ដែរអញ្ចឹងមកមើលការងារទាំង5មានអីគេខ្លះដែលទី1គឺជា farmer ឬមួយក៏យើងហៅថាអ្នកធ្វើស្រែចម្ការទី2គឺ fisher ដែលយើងហៅថាអ្នកស្ទូចត្រីទី3គឺ miner ឬមួយក៏យើងហៅថាអ្នករុករករ៉ែទី4គឺ lumberjack ឬមួយក៏ជាអ្នកកាប់ឈើនិងទី5គឺ doctor ដែលជាគ្រូពេទ្យនឹងឯងអញ្ចឹងការងារទាំង5គឺសិតតែអាចរកលុយបានទាំងអស់គ្រាន់តែខ្លះអាចរកបានតែខ្លួនឯងហើយខ្លះទៀតគឺអាចរកបានទាំងខ្លួនឯងហើយរកបានទាំង best យើងទៀតអញ្ចឹងបើអ្នកតោះគ្នាលេងបែបប្រកួតប្រជែងសេដ្ឋកិច្ច best កុំចោលការងារទាំង5នេះអញ្ចឹងតោះមកមើលពីរបៀបប្រឡងឬមួយក៏របៀបធ្វើតេស្តចូលយករោទាំង5នេះទាំងអស់គ្នាព្រោះថារោទាំង5នេះគឺមិនមែនចូល free ទេគឺសិតតែត្រូវប្រឡងចូលទាំងអស់អញ្ចឹងមុននឹងទៅប្រឡងចូលគឺយើងមកដឹងពីអត្ថប្រយោជន៍នៃរោទាំង5នឹងជាមុនសិនព្រោះថាអ្នកតោះគ្នាអាចប្រឡងបានតែម្ដងមួយទេលុកត្រាតែមួយប្រឡងចប់ហើយបានអាចចូលមួយទៀតបានហើយចង់បញ្ជាក់ថាប្រឡងមួយគឺចំណាយពេលរាប់ថ្ងៃឯណោះខ្លះគឺអាចចូលទៅដល់កន្លះខែជាងទៀតគឺយូរខ្លាំងមែនតើអញ្ចឹងហើយមុននឹងសម្រាប់ចិត្តប្រឡងមកមើលពីអត្ថប្រយោជន៍វាជាមុនសិនអូខេកន្លែងនេះខ្ញុំសូមកាត់បន្តិចខ្ញុំចង់ឲ្យគ្នាយើងមើលពីប្រយោជន៍ឲ្យច្បាស់សិនរ៉ូលមាន5នឹងមើលប្រយោជន៍ទាំង5នឹងឲ្យច្បាស់សិនថាមានអីគេខ្លះហើយចាំសម្រាប់ចិត្តទៅប្រឡងនិយាយហើយនិយាយទៀតកុំឲ្យសម្រាប់ចិត្តខុសវេទនាពេលក្រោយមើលវីដេអូដល់ចប់សិនទៅចុះមកដល់ទី1គឺ farmer គឺជាអ្នកធ្វើស្រែចម្ការធ្វើដំណាំដាំដុះផ្សេងតែនៅក្នុងធីមឬមួយក៏ក្នុង best មួយគឺយើងអាចចោលទេជាមួយនឹងការធ្វើស្រែចម្ការទៅណាក៏ឃើញមានស្រែចម្ការនៅក្នុង best ដែរហើយ member ទាំងអស់តែងតែមកប្រមូលផលដើម្បីយកទៅប្រើប្រាស់ឬមួយក៏យកទៅលក់ដើម្បីទទួលបានលុយនៅក្នុង best យើងប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាប្រឡងជាប់ចូលធ្វើជា farmer អ្នកទាំងអស់គ្នានឹងអាចយកដំណាំដាំដុះទាំងអស់នឹងយកទៅលក់បានតម្លៃថ្លៃជាងអ្នកធម្មតាអញ្ចឹងអ្នកអត់មាន role អ្នកមាន role fisher អ្នកមាន role doctor អ្នកមាន role miner អ្នកមាន role lumberjack គឺអាចលក់ផលដំណាំដែល farmer ដាំដុះនេះបានថ្លៃជាង farmer ទេអញ្ចឹងបញ្ជាក់ថា farmer គឺពិតជាដើរតួនាទីសំខាន់ខ្លាំងមែនទែនក្នុងការជួយសេដ្ឋកិច្ច best យើងឲ្យឈ្នះគេហើយតើ farmer អាចលក់ដំណាំទាំងអស់នេះបានថ្លៃប៉ុណ្ណាទៅគឺថ្លៃជាងអ្នកធម្មតាអត់មាន role នឹងគុណនឹង2អញ្ចឹងគឺថ្លៃខ្លាំងមែនទែនឧទាហរណ៍ថាស្រូវនេះគឺមានតម្លៃ$3ប៉ុន្តែ farmer របស់យើងគឺលក់បាននៅក្នុងតម្លៃ$6គឺគុណនឹង2តែប្រៀបទៅដូច farmer មានស្រែតែ1ហិកតាទេប៉ុន្តែស្មើគ្នាយើងអ្នកលេងធម្មតា2ហិកតាអញ្ចឹងហើយ farmer គឺពិតជាពិសេសខ្លាំងមែនទែនហើយខ្ញុំដឹងថាអ្នកទាំងអស់គ្នាក៏កំពុងតែចាប់អារម្មណ៍ទៅលើ role farmer ដែរប៉ុន្តែកុំទាន់អាចសម្រេចចិត្តលឿនពេកតោះទៅមើល role ទី2 role ទី2គឺមានឈ្មោះថា fisher ឬមួយក៏យើងហៅថាអ្នកស្ទូចត្រីហើយដូចគ្នានេះដែរការស្ទូចត្រីនៅក្នុង server គឺតែងតែមានព្រោះថាត្រីក៏មាននៅក្នុងទីផ្សារអាចដាក់លក់បានដែរអញ្ចឹងតនេ player យើងគឺតែងតែយកស្ទូចទៅស្ទូចត្រីដើម្បីយកត្រីមកលក់ហើយអញ្ចឹងបើអ្នកទាំងអស់គ្នាប្រឡងជាប់បាន role fisher នេះប្រកាសណាស់អ្នកទាំងអស់គ្នានឹងអាចលក់ត្រីទាំងអស់នេះបានគុណនឹង2លើស player ធម្មតាអញ្ចឹងឧទាហរណ៍ដូចត្រី salmon លក់បានតែ50 សេនទេប៉ុន្តែអ្នកទាំងអស់គ្នាគឺអាចលក់បានរហូតដល់$1ហើយ fisher គឺស្រួលខ្លាំងមែនទែនអត់ត្រូវការវិនិយោគអីច្រើនទេត្រូវការតែដងស្ទូចមួយក៏អាចរស់ដែរហើយនឹងមិនទាន់អស់ទេលក្ខណៈពិសេសនៅពេលដែលអ្នកទាំងអស់គ្នាប្រឡងជាប់ជា fisher គឺអ្នកទាំងអស់គ្នានឹងទទួលបានដងសន្ទូចមួយដែលជាដងសន្ទូចពិសេសទុកជាន់ event ស្ទូចត្រីរបស់ខ្ញុំអញ្ចឹងនៅពេលដែលខ្ញុំ live មាន event ប្រកួតស្ទូចត្រីផ្សេងគឺមានតែ fisher ទេដែលអាច join event ក្នុងការប្រកួតស្ទូចត្រីនឹងបានអញ្ចឹង fisher គឺអស់ត្រឹមប៉ុណ្ណឹងចូលមកកាន់ role ទី3របស់យើងគឺ miner គឺជាអ្នករុករករ៉ែផ្សេងដូចគ្នានឹងដែរ player ទាំងអស់លេងនៅក្នុង server គឺជាអត់ផុតទេពីការម៉ាញគឺអ្នកទាំងអស់គ្នាតែងតែចូលរូងភ្នំក្នុងការរុករករ៉ែផ្សេងហើយគ្នាយើងតែងតែយករ៉ែទាំងអស់ហ្នឹងទៅប្រើប្រាស់ឬមួយក៏សល់គឺអាចយកទៅលក់ដើម្បីជួយសេដ្ឋកិច្ច best បានទៀតអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាប្រឡងជាប់បាន role ជា miner ប្រកាសណាស់អ្នកទាំងអស់គ្នានឹងអាចលក់រ៉ែទាំងអស់ហ្នឹងបានតម្លៃគុណនឹង2លើស player ធម្មតាអញ្ចឹង diamond តម្លៃ$100បើអ្នកទាំងអស់គ្នាជា miner នឹងលក់បានក្នុងតម្លៃ$200អញ្ចឹងបាច់ធ្វើអីទេចូលទៅខែវរកទៅ diamond រកទៅរ៉ែផ្សេងទៅលុយសុទ្ធយកទៅណាមកអស់ហើយជួយសេដ្ឋកិច្ច best បានច្រើនទៀតអញ្ចឹង miner ក៏ជាការងារមួយសំខាន់ដែលមិនអាចខ្វះបាននៅក្នុង best យើងដែរហើយនៅមិនទាន់អស់ទេ miner គឺនៅមានលក្ខណៈពិសេសមួយទៀតនៅពេលដែលអ្នកទាំងអស់គ្នាប្រឡងជាប់ចូលជា miner គឺនឹងទទួលបាន reward pickaxe 3x3 ពីខាង server ដូចគ្នាអញ្ចឹងពេលជាប់ហើយ complete ទៅការ slash roll claim វាយតាមខ្ញុំឲ្យត្រូវចឹងមកវានឹង load រូប hub មួយហើយចុចលើរូប hub ហ្នឹងមកអ្នកទាំងអស់គ្នានឹងទទួលបាន pickaxe ហ្នឹងហើយអញ្ចឹងជាប់ជា miner លក់អីវ៉ាន់បានថ្លៃហើយគឺបាន pickaxe ម៉ាញបានច្រើនទៀតគឺកប់សេរីតែម្ដងអញ្ចឹង miner នេះគឺពិតជាពិសេសគុណនឹងពិសេសខ្លាំងមែនតើប៉ុន្តែកុំតាន់ AO pickaxe 3x3 មួយនេះគឺចេះអស់ថ្មប៉ុន្តែក៏កុំតាន់អាភ័យដែរយើងអាចផលិតថ្មវាបានអញ្ចឹងម្នាក់ទាំងគ្នាជា miner គឺអាចផលិតថ្មឲ្យ pickaxe របស់យើងបានដូចគ្នាដែលគ្រាន់តែដាក់តាមរូបខ្ញុំចេះមកគឺអ្នកទាំងគ្នានឹងទទួលបានថ្មមួយគ្រាប់ហើយមានតែថ្មអត់មានឆ្នាំងសាកក៏បញ្ចូលកើតដែរយើងទាំងអស់គ្នាធ្វើការ slash warp job មកហើយដើរមកខាងស្ដាំដៃអ្នកទាំងគ្នានឹងឃើញអប៉ែមួយពណ៌ខៀវនេះដែលមានឈ្មោះថា pickaxe charger ចុចលើអប៉ែនឹងមកហើយដាក់ pickaxe យើង
យើងចូលប្រឡោះនេះហើយដាក់ថ្មយើងចូលប្រឡោះនេះបន្ទាប់មកចុចប៊ូតុងពណ៌បៃតងនេះយើងនឹងអាចបញ្ចូលថ្ម pickaxe របស់យើងបានហើយថ្មនេះគឺដូច power bank អញ្ចឹងបញ្ចូលម្ដងអត់អស់គឺទុកបញ្ចូលលើក្រោយបានទៀតបញ្ចូលរហូតតតែអស់ថ្មលីងទៅយើងបោះវាចោលហើយទៅរកផលិតថ្មថ្មីមួយទៀតមកគឺជាការស្រេចអញ្ចឹងស្ដាប់ទៅ miner នៅតែអាចរកលុយរកសេដ្ឋកិច្ចឲ្យបេះបានលឿនដដែលប៉ុន្តែកុំទាន់អាចសម្រេចចិត្តយក miner តែស្ដាប់បន្តទៀតសិនចូលមកដល់ role ទី4គឺ role lumberjack អញ្ចឹង lumberjack គឺជាអ្នកកាប់ឈើហើយដូចអ្នកនរគ្នាដឹងអញ្ចឹង player នៅក្នុង Minecraft ទាំងអស់អត់ជាផុតទេពីការកាប់ឈើព្រោះគាត់យកឈើទាំងអស់នឹងទៅប្រើប្រាស់ហើយនៅសល់ប្រហែលគឺគាត់អាចយកលក់ទៅឲ្យខាង server បានទៀតអញ្ចឹងដូចគ្នានឹងដែរបើសិនជាអ្នកនរគ្នាមាន role ជា lumberjack គឺអ្នកនរគ្នានឹងអាចលក់ឈើទាំងអស់នេះបានតម្លៃគុណនឹង2លើស player ធម្មតាដូចគ្នាឧទាហរណ៍ថាអូកឡុករបស់យើងក្នុងមួយដុំគឺលក់បានតម្លៃ 0.30 សេនបើ lumberjack លក់គឺអាចបានតម្លៃ 0.60 សេនអញ្ចឹងដើមឈើនៅក្នុង server គឺច្រើនខ្លាំងមែនទែនអត់ខ្វះទេដើរតាណាក៏ឃើញដែរហើយបើអ្នកនរគ្នាឆ្លាតគឺអាចដាំដើមឈើហើយកាប់យកទៅលក់ខ្លួនឯងបានទៀតអញ្ចឹងបាច់ដើររកទៅណាឆ្ងាយទេដាំខ្លួនឯងកាប់ខ្លួនឯងយកទៅលក់ខ្លួនឯងលុយសតហើយនៅមិនទាន់អស់ដូចគ្នានៅពេលដែលអ្នកនរគ្នាប្រឡងជាប់ចូលជា lumberjack ក៏អ្នកនរគ្នាអាចទទួលបាន reward មួយពីខាង server ដែរតែ reward នោះគឺពូថៅវេទមន្តពូថៅនេះគឺអាចឲ្យ lumberjack កាប់មួយពូថៅដាច់មួយដើមឈើអញ្ចឹងសម័យមើលខ្លួនឯងទៅដើមឈើធំប៉ុណ្ណាណី lumberjack ទៅដល់គឺដាក់តាមមកពូថៅវេទមន្តគឺខ្ទេចមួយដើមឈើយកទៅលក់នៅ base គឺជួយសេដ្ឋកិច្ច base បានច្រើនខ្លាំងមែនទែនអញ្ចឹង lumberjack ក៏ដើរតួនាទីសំខាន់ក្នុងការជួយសេដ្ឋកិច្ច base យើងដូចគ្នាដែរប៉ុន្តែបញ្ជាក់សិនពូថៅមួយនេះគឺដូច pickaxe 3x3 របស់ miner អញ្ចឹងវាចេះអស់ថ្មដូចគ្នាហើយ lumberjack គឺអាចផលិតថ្មបានដោយខ្លួនឯងដូចគ្នាគ្រាន់តែត្រូវការរបស់ប៉ុណ្នេះមកគឺអាចផលិតបានថ្មមួយគ្រាប់ហើយអញ្ចឹងបើកាប់ឈើអស់ថ្មយកវាមកបញ្ចូលកន្លែង egg charger ហ្នឹងមកចុចលើប៉ែនហ្នឹងដាក់បថៅយើងចូលប្រឡោះនេះហើយដាក់ថ្មយើងចូលប្រឡោះនេះមកហើយចុចប៊ូតុងពណ៌បៃតងនេះបន្ទាប់មកបថៅយើងនឹងឡើងថ្មពេញវិញហើយបើយាយចាប់អារម្មណ៍ lumberjack ដែរត្រូវអត់ប៉ុន្តែអត់តចប់ទេទៅស្ដាប់ role មួយទៀតគឺ role doctor គឺជាគ្រូពេទ្យដែលអ្នកទាំងនេះដឹងហើយគ្រូពេទ្យគឺមានតួនាទីក្នុងការព្យាបាលទៅលើអ្នកជំងឺនិងជួយជីវិតអ្នកដទៃហើយអ្នកទាំងនេះក៏ដឹងដូចគ្នា player ទាំងអស់គ្មានអ្នកណាជៀសផុតពីសេចក្តីស្លាប់ទេទោះនៅក្នុង server P4 នេះអាចវាយគ្នាបានក៏ដោយក៏អាចដើរធ្លាក់ជ្រោះបាក់កស្លាប់ឬមួយក៏ខ្មោច zombie និងmob ផ្សេងវាយស្លាប់ដែរហើយតែពេលស្លាប់ item យើងនឹងជ្រុះនឹងដីតម្រាំតែយើងដើរមករើសវិញហ្នឹងគឺ item អាលាយអាលុតបាត់អស់ហើយអញ្ចឹងដើម្បីជៀសវាងពេលស្លាប់បាត់ item គឺលុះត្រាតែពេទ្យជួយយើងអញ្ចឹងឲ្យតែអ្នកទាំងគ្នាមានលុយ 5000 ឡើងនៅក្នុងខ្លួននៅពេលស្លាប់ server នឹងទានអ្នកទាំងគ្នាទៅដល់មន្ទីរពេទ្យហើយគឺដេកលើក្រែអញ្ចេះហើយចាំបន្តិចទៅពេទ្យនឹងមកជួយយើងហើយបន្ទាប់ពីពេទ្យជួយហើយយើងនឹងអាចរស់ឡើងវិញហើយ item របស់យើងក៏អត់បាត់ដែរគឺមកតាមខ្លួនយើងទាំងអស់អញ្ចឹងប្រៀបដូចពេទ្យជួយជីវិតយើងអញ្ចឹងប៉ុន្តែអ្នកទាំងគ្នា complete slash setting ហើយចុចរូបសញ្ញាពេទ្យនេះមួយផងដើម្បីតាមដានពេទ្យព្រោះថាបើសិនជាអត់មានពេទ្យ online អត់មានពេទ្យកំពុងតែធ្វើការក្នុងមន្ទីរពេទ្យទេនៅពេលដែលអ្នកទាំងគ្នាស្លាប់ទោះមានលុយ 5000 ឡើងក៏មិនអាចទានអ្នកទាំងគ្នាមកកាន់ពេទ្យបានដែរអញ្ចឹងហើយ complete បើកតាមដានពេទ្យទាំងអស់គ្នាហើយសម្រាប់ពេទ្យយើងក៏ដូចគ្នាដែរនៅពេលដែលប្រឡងជាប់ធ្វើជាពេទ្យហើយអ្នកទាំងគ្នានឹងអាចមាន ability ក្នុងការផលិតថ្នាំពេទ្យបានហើយក្នុងថ្នាំពេទ្យមួយគឺអាចជួយមនុស្សបានម្នាក់អញ្ចឹងដើម្បីជួយមនុស្សបានដើម្បីធ្វើការគឺអ្នកទាំងគ្នាត្រូវតែនៅក្នុងមន្ទីរពេទ្យដូចគ្នាបើអ្នកទាំងគ្នាកំពុងតែនៅ base ខ្លួនឯងបើអ្នកទាំងគ្នាកំពុងតែនៅរក item ផ្សេងហើយអត់នៅក្នុងពេទ្យទេនោះគឺស្មើនឹងអ្នកទាំងគ្នាអត់ធ្វើការទេអញ្ចឹងដើម្បីធ្វើការគឺត្រូវតែនៅប្រចាំនៅក្នុងមន្ទីរពេទ្យតែម្ដងអញ្ចឹងអង្គុយចាំទៅធ្វើអីក៏បានដែរឲ្យតែនៅក្នុងមន្ទីរពេទ្យហ្នឹងគឺស្មើនឹងយើងកំពុងធ្វើការហើយនៅពេលដែលមានអ្នកស្លាប់គឺវានឹងលោត GUI នេះចេញមកហើយយើងគ្រាន់តែចុចលើរូបគេនឹងមក server នឹងទាញអ្នកទាំងគ្នាទៅដល់ក្រែអ្នកជំងឺហើយនៅលើក្រែនេះពេលខ្លះឃើញមនុស្សពេលខ្លះអត់ឃើញមនុស្សទេប៉ុន្តែកុំខ្វល់យើងយកថ្នាំរបស់យើងហើយវាយទៅលើក្រែនឹងមួយមកហើយវានឹងចេញរូបបេះដូងលោតដាក់រហូតដល់រួចរាល់អ្នកជំងឺនឹងជាដូចគ្នាពេលហើយអ្នកទាំងគ្នានឹងបាត់បង់ថ្នាំអស់មួយហើយនឹងទទួលបានលុយចំនួន$500ទៅ$1000តាម server set អញ្ចឹងនៅក្នុង server គឺមនុស្សស្លាប់តែរហូតនឹងប្រចាំការនៅពេទ្យក៏លុយសតដែរអូហើយមួយទៀតភ្លេចប្រាប់រោទាំង4នេះគឺអាចជួយសេដ្ឋកិច្ចខ្លួនឯងបានហើយជួយសេដ្ឋកិច្ចបេះបានទៀតក៏ប៉ុន្តែពេទ្យនេះគឺអាចជួយសេដ្ឋកិច្ចបានតែខ្លួនឯងទេព្រោះថាអត់មានអីលក់ដើម្បីចូលទៅកាន់សេដ្ឋកិច្ចបេះយើងទេគឺជួយមនុស្សបានលុយតែខ្លួនឯងនឹងឯងអញ្ចឹងពេទ្យគឺដើរតួនាទីសំខាន់ក្នុងការជួយជីវិតអ្នកដទៃអញ្ចឹងគួរតែមានពេទ្យឲ្យច្រើនដើម្បី online ឲ្យបានច្រើនដូចគ្នាអញ្ចឹងតែ server ខ្វះពេទ្យអត់មានពេទ្យ online អត់មានពេទ្យធ្វើការទោះមានលុយប៉ុន្មានក៏ដោយពេលស្លាប់គឺនឹងបាត់ item អស់ហើយអត់បាន item មកវិញទេអញ្ចឹងហើយកុំភ្លេចចូលរួមប្រឡងយកពេទ្យទាំងអស់គ្នាផងអូហើយមកដល់កន្លែងនេះខ្ញុំសូមកាត់បន្តិចហើយចំពោះអ្នកដែលមាន rank MVP plus គឺនឹងអាចទទួលបាន role ជា doctor នេះ automatic តែម្ដងអញ្ចឹងវារៀងអយុត្តិធម៌សម្រាប់គ្នាយើងបន្តិចហើយក៏ប៉ុន្តែគឺខ្ញុំពិតជាត្រូវការពេទ្យឲ្យបានច្រើនក្នុងការជួយជីវិតអ្នកដទៃខ្លាំងណាស់ហើយក៏ជារង្វាន់សម្រាប់គ្នាយើងចាយលុយដើម្បី support server ដូចគ្នាដែរអូខេអញ្ចឹងនិយាយប៉ុណ្ណឹងគ្នាយើងយល់ហើយ role ទាំង5ក៏ខ្ញុំបានបញ្យល់ពីអត្ថប្រយោជន៍វាហើយដូចគ្នាអញ្ចឹងសម្រាប់ចិត្តខ្លួនឯងទៅចង់ប្រឡងយក role មួយណាចង់ប្រឡងយកការងារមួយណាគឺសម្រាប់ចិត្តដោយខ្លួនឯងឬមួយក៏ពិភាក្សាជាមួយនឹងធីមយើងទៅថាអ្នកណាគួរតែរៀនអីអ្នកណាគួរតែរៀនអីដើម្បីជួយទៅដល់សេដ្ឋកិច្ចបេះយើងរួមគ្នាអញ្ចឹងបន្ទាប់ពីសម្រាប់
ចិត្តហើយតោះយើងមកមើលពីរបៀបប្រឡងចូលយករ៉ូនីមួយៗទាំងអស់គ្នាអញ្ចឹងរ៉ូនីមួយៗគឺសិតតែមានការប្រឡងខុសៗគ្នាទាំងអស់គឺអត់ដូចគ្នាទេចំណែកឯពេលវេលានៃការប្រឡងហ្នឹងក៏អត់ដូចគ្នាដែររ៉ូខ្លះគឺចំណាយពេល1សប្តាហ៍រ៉ូខ្លះចំណាយពេល2សប្តាហ៍រ៉ូខ្លះចំណាយពេល3សប្តាហ៍អីចឹងទៅអញ្ចឹងបានន័យថាវិញ្ញាសាក្នុងការប្រឡងគឺមានជារៀងរាល់ថ្ងៃហើយខ្ញុំសូមហៅវិញ្ញាសាប្រឡងនេះជាភាសាអង់គ្លេសថា quest អញ្ចឹងកុំឲ្យខាតពេលតោះយើងមកប្រឡងទាំងអស់គ្នាអញ្ចឹងស្រឡាញ់ការងារមួយណាគឺចុចលើការងារមួយហ្នឹងមកដែលខ្ញុំឧទាហរណ៍ជាក់ស្ដែងថាខ្ញុំស្រឡាញ់ farmer អញ្ចឹងយើងចុចទៅលើអាពាក់ farmer ហ្នឹងមកវានឹង load GUI ចេះចេញមកហើយបន្តមកទៀតអ្នកនរគ្នាមើលនៅខាងក្រោមនឹងឃើញរូប emerald មួយដែលមានឈ្មោះថា start learning យើងចុចលើ emerald នឹងផ្លាប់មកហើយអ្នកនរគ្នានឹងឃើញកន្លែងនេះប្រែទៅជាពណ៌លឿងហើយកន្លែងនេះនឹងឯងគឺជាវិញ្ញាសារបស់យើងគឺជា quest របស់យើងតែវាដាក់ថា day 1 quest 1បានន័យថាថ្ងៃទី1វិញ្ញាសាទី1ខ្ញុំសូមកាត់បន្តិចនៅក្នុងមួយថ្ងៃគឺមាន24ម៉ោងហើយនៅក្នុង24ម៉ោងហ្នឹងគឺអាចនឹងមាន3វិញ្ញាសា4វិញ្ញាសាឬមួយក៏5វិញ្ញាសាតាមការងារជាក់ស្ដែងចាំអ៊ុតមើលទាំងអស់គ្នាទៅអញ្ចឹងសម្រាប់ខ្ញុំ farmer គឺមាន day 1 quest 1បន្តមកទៀតគឺមាន day 1 quest 2បន្តមកទៀតគឺមាន day 1 quest 3បន្តមកទៀតគឺមាន day 1 quest 4អញ្ចឹងបានន័យថានៅក្នុងមួយថ្ងៃឬមួយក៏ក្នុង24ម៉ោងហ្នឹងគឺខ្ញុំមានតែ4វិញ្ញាសាក្នុងការប្រឡងទេអញ្ចឹងក្នុងកំឡុង24ម៉ោងហ្នឹងឲ្យតែខ្ញុំប្រឡងគ្រប់4វិញ្ញាសានេះគឺខ្ញុំជាប់នៅថ្ងៃទី1ហើយប៉ុន្តែបើសិនជាខ្ញុំធ្វើអត់គ្រប់វិញ្ញាសាទាំង4នេះទេគឺខ្ញុំនឹងធ្លាក់ថ្ងៃទី1ហើយថ្ងៃស្អែកខ្ញុំនឹងត្រូវប្រឡងថ្ងៃទី1នេះឡើងវិញដដែលប្រឡងរហូតតទៅជាប់ថ្ងៃទី1ទើបយើងអាចចូលថ្ងៃទី2បានអញ្ចឹងតោះមកមើលឧទាហរណ៍ជាក់ស្ដែងទាំងអស់គ្នាឥឡូវនេះខ្ញុំកំពុងតែនៅក្នុង day 1 quest 1ដែលក្នុងរយៈពេល1ម៉ោងគឺគេឲ្យខ្ញុំ harvest wheat ឲ្យបាន128គឺប្រមូលផលស្រូវឲ្យបាន128អញ្ចឹងក្នុងរយៈពេល1ម៉ោងហ្នឹងអ្នកនរគ្នាចង់ធ្វើអីធ្វើទៅឲ្យតែយើងបានច្រូតកាត់ស្រូវឲ្យបាន128គឺជាប់ទៅលើវិញ្ញាសាទី1ហើយឧទាហរណ៍ថានៅក្នុង base ខ្ញុំគឺមានអ្នកដាំស្រូវឲ្យស្រាប់អញ្ចឹងខ្ញុំមិនបាច់បាក់ដើររកគ្រាប់ស្រូវហើយយកមកដាំឲ្យចាំវាដុះអីទេគឺខ្ញុំមកដល់ច្រូតកាត់យកតែម្ដងអញ្ចឹងក្នុងរយៈពេល1ម៉ោងរកឲ្យបាន128ស្រូវគឺងាយស្រួលដូចបកចេកអញ្ចឹងពេលដែលខ្ញុំច្រូតកាត់រួចរាល់ខ្ញុំនឹងជាប់ទៅលើវិញ្ញាសាទី1គឺ quest complete ហើយយើងធ្វើការ slash roll មកវាយតាមខ្ញុំឲ្យត្រូវអញ្ចឹងមកវានឹង load GUI មិញចេញមកហើយយើងចុចទៅលើអាប្លុកពណ៌បៃតងនេះដើម្បីប្រឡងទៅលើវិញ្ញាសាទី2បន្ទាប់ទៀតកុំតែឈប់សិនបន្ទាប់ពីអ្នកតគ្នាធ្វើទៅលើ quest ចាស់ complete ហើយសូមរងចាំរយៈពេល5នាទីក្រោយទើបអាចមកចុច start learning ទៅលើ quest បន្ទាប់បានអញ្ចឹងបន្ទាប់ពីចាំអស់រយៈពេល5នាទីហើយអ្នកតគ្នាមកចុច start learning ទៅលើវិញ្ញាសាបន្ទាប់ឬមួយក៏មក start learning ទៅលើ quest បន្ទាប់មកហើយយើងចាប់ផ្ដើមមើលទៅថា quest ហ្នឹងគេឲ្យធ្វើអីគេដែលនៅក្នុងហ្នឹងគេដាក់ឲ្យមើលហើយអញ្ចឹងទេមកមើលលើ boss bar ខាងលើនេះក៏មានដែរ day man quest man រយៈពេលប៉ុន្មាននាទីហើយ quest ហ្នឹងគេឲ្យធ្វើអីគេយើងធ្វើតាមគេមកអញ្ចឹងធ្វើរហូតតតែ complete quest មួយហ្នឹងមកហើយចាប់ដើមធ្វើ quest បន្ទាប់ទៀតតរ៉ែអញ្ចឹងមកឲ្យគ្រប់មួយថ្ងៃអញ្ចឹងសូមបញ្ជាក់ម្ដងទៀតមួយថ្ងៃមាន24ម៉ោងហើយក្នុង24ម៉ោងហ្នឹងគឺមាន3 quest 4 quest ឬមួយក៏5 quest តាមជាក់ស្ដែងក្នុងរយៈពេល24ម៉ោងធ្វើឲ្យគ្រប់ប៉ុណ្ណឹងគឺជាប់មួយថ្ងៃហើយបញ្ចប់មួយថ្ងៃហើយក៏មិនអាចបន្តថ្ងៃទី2បានភ្លាមដែរហើយយើងត្រូវរងចាំដល់ថ្ងៃស្អែកទៀតទើបយើងអាចធ្វើ quest បន្ទាប់បានអញ្ចឹងរោទាំង5គឺ quest ខុសគ្នាទាំងអស់ចូលមកមើលជាក់ស្ដែងស្រឡាញ់មួយណាធ្វើមួយហ្នឹងទៅអូខេបញ្យល់ឡើងក្បោះក្បាយប៉ុណ្្នឹងហើយសង្ឃឹមថាគ្នាយើងនឹងយល់អញ្ចឹងវីដេអូបរៀនធ្វើការងារគឺអស់ត្រឹមប៉ុណ្្នឹងបើមើលមកដល់កន្លែងហ្នឹងហើយអត់ទាន់ធ្វើការចុច subscribe បើកសញ្ញាកណ្ដឹងទេជួយចុចទាំងអស់គ្នាផងព្រោះថា channel ចាស់វាទៅបាត់ហើយអញ្ចឹងchannel ថ្មីគ្នាយើងត្រូវ subscribe ផងដើម្បីតាមដានព័ត៌មានទាន់ហេតុការណ៍អញ្ចឹង IP server និង port server ខ្ញុំដាក់ឲ្យនៅខាងលើហ្នឹងពួកយើងនឹងជួបគ្នានៅក្នុង server ទាំងអស់គ្នា